ការលក់រថយន្តនៅក្នុងប្រទេសថៃធ្លាក់ចុះដល់ទៅ10%ត្រឹម2ខែដំបូងនៃឆ្នាំនេះទីផ្សាររថយន្តរបស់ប្រទេសថៃបានប្រឈមទៅនឹងការចាប់ផ្ដើមដ៏លំបាកបំផុតមួយនៅក្នុងឆ្នាំ2025នេះជាមួយនឹងការលក់ធ្លាក់ចុះដល់ទៅ10%ក្នុងរយៈពេលត្រឹមតែ2ខែដំបូងប៉ុណ្ណោះបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះបន្តការចុះផ្សាយពីសារព័ត៌មាន VN Express ការលក់រថយន្តសរុបនៅក្នុងប្រទេសថៃបានឈានដល់ចំនួនប្រមាណ 97,000 គ្រឿងសម្រាប់រយៈពេល2ខែដំបូងនៃឆ្នាំនេះស្របពេលដែលទាំងក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Toyota និង Isuzu រួមជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សចិន BYD សុទ្ធសឹងតែជួបប្រទះទៅនឹងការធ្លាក់ចុះគួរឲ្យកត់សម្គាល់ដូចគ្នាគួរតែផងដែរថាជុំវិញការធ្លាក់ចុះនេះអាចបណ្ដាលមកពីកត្តារួមផ្សំមួយចំនួនដូចជាការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចយឺតយ៉ាវបំណុលគ្រួសារខ្ពស់និងលក្ខខណ្ឌផ្ដល់ប្រាក់កម្ចីកាន់តែតឹងរ៉ឹងជាដើមទន្ទឹមនឹងនេះលោកស៊ូប៉ាខុនរតនាវរហៈអនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Toyota Motor Thailand បាននិយាយថាគណៈពីដែលទីផ្សាររថយន្តនៅតែមាននានាការធ្លាក់ចុះនៅក្នុងខែកុម្ភៈដូច្នេះហើយវាហាក់បានឆ្លុះបញ្ចាំងពីបរិយាកាសសេដ្ឋកិច្ចកាន់តែទន់ខ្សោយនាពេលបច្ចុប្បន្នលោកស៊ូប៉ាខុនបានកត់សម្គាល់ទៀតថាការកាត់បន្ថយអត្រាការប្រាក់នាពេលថ្មីៗនេះដោយធនាគារកណ្ដាលថៃអាចផ្ដល់ការធូរស្រាលបានខ្លះប៉ុន្តែការស្ទុះងើបឡើងវិញនៃឧស្សាហកម្មនេះគឺទាក់ទងទៅនឹងការកែលម្អសេដ្ឋកិច្ចកាន់តែទូលំទូលាយផ្សេងទៀតជំរាបជូនផងដែរថាតួលេខនៃការលក់សម្រាប់ម៉ាកយីហោធំៗក្នុងខែមករានិងខែកុម្ភៈសម្រាប់ឆ្នាំ2025នេះបានបង្ហាញពីការធ្លាក់ចុះយ៉ាងទូលំទូលាយរួមមានក្រុមហ៊ុន Toyota ធ្លាក់ចុះ 3%, Honda ធ្លាក់ចុះ 20% កន្លះសញ្ញា 3%, Isuzu ធ្លាក់ចុះ 16% កន្លះសញ្ញា 3%, BYD ធ្លាក់ចុះ 23% កន្លះសញ្ញា 4% និង Mitsubishi ធ្លាក់ចុះ 6% កន្លះសញ្ញា 5%។